កូនចៅអីហ្នឹងឲ្យគាត់សិក្សារៀនសូត្រឲ្យបានច្រើនចំណេះចេះដឹងហ្នឹងវាបានខ្ពង់ខ្ពស់ចេះថ្លឹងថ្លែងល្អអាក្រក់ខុសត្រូវឲ្យបានច្បាស់លាស់កុំចេះតែបដាបដោយអើយកូននៅឈប់រៀនទៅម៉ែពិបាកណាស់មកជួយការងារម៉ែនេះណាម៉ែធ្វើស្រែធ្វើចំការម៉ែហត់ណាអត់មានអ្នកណាជួយជំនួសដៃជើងឈប់រៀនណាមកជួយធ្វើការម៉ែណាផ្នែកគំនិតយើងវាចេះតែអញ្ចឹងបានធនធានស្រុកយើងនឹងជួនកាលមិនសូវបានរៀនសូត្រចាប់ដើមណាញញុំគ្នាពេលអញ្ចឹងតើចំណេះជំនាញអីហ្នឹងវាមិនសូវមានវាទៅជាមនុស្សល្ងឹតល្ងងមិនសូវដឹងមិនសូវយល់ប្រាជ្ញាស្មារតីហ្នឹងវាមិនប្រកែគេដៀលតែយើងនឹងវាល្ងងយើងនឹងវាអន់ណាអាហ្នឹងវាអញ្ចឹងបានជាដាស់តឿនក្រានរំលឹកដល់ចិត្តញោមពុទ្ធបរិស័ទទាំងអស់ថាកូនហ្នឹងគួរណាស់តែឲ្យរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ឲ្យមានចំណេះចេះដឹងជួយស្រុកទេសឲ្យបានល្អប្រសើរញោមកុំមើលឃើញចំណុចតែមួយជ្រុងហើយក៏ឲ្យគាត់ឈប់រៀនឈប់សូត្រអីអស់អាហ្នឹងអត់ល្អទេហើយប្រសង់ហ្នឹងក៏ចឹងដែរពេលខ្លះមកបួសជាប្រសង់ហើយបានសិក្សារៀនសូត្រអីទៅមួយនៅចាំតែវត្តហ្នឹងឯងឆាន់តែចង្ហាន់ចាំតែវត្តចុចទៅទូរស័ព្ទអីចឹងទៅឃើញគេមកអំប៉ែនៅវត្តហ្នឹងសឹកបាត់ទៅទាំងដែលថាខ្លួនឯងហ្នឹងវាអត់បានសិក្សារៀនសូត្រអីសោះចំណេះវិជ្ជាហ្នឹងគឺអត់មានអញ្ចឹងវាមិនដឹងវាបានអីជាទីពឹងណាសឹកទៅជាប់ឈ្មោះជាន្តិតគេដែរប៉ុន្តែន្តិតមិនកើតក៏គេមាក់ងាយគេមិនឲ្យតម្លៃន្តិតអញ្ចេះន្តិតអញ្ចោះហ្នឹងអញ្ចឹងសម័យពីដើមញោមឲ្យតែលើថាន្តិតអីហ្នឹងអូយគេលើកូនឲ្យណាញោមបាទគិតថាចំណេះជំនាញវិជ្ជាហ្នឹងក៏បានខ្ពង់ខ្ពស់ជ្រៅជ្រះណាអញ្ចឹងគេស្រឡាញ់គេចិត្តគេលើកូនឲ្យសម័យឥឡូវអត់ទេមើលតែស្រួលណាគេមិនឲ្យកូនទេបងវិសាអីយើងហ្នឹងវាធ្វើឲ្យខូចឈ្មោះន្តិតគេអស់បងជួនកាលមកបួសគេដែរបាន3ថ្ងៃសឹកទៅអានោះលើសដើមយល់មែនទេដូចញោមម្នាក់ហ្នឹងគាត់អ្នកខេត្តជាមួយអាត្មាដែរនិយាយពីថាគាត់ចូលចិត្តប្រើពាក្យសម្ដីអាក្រក់ខ្ញុំចောက်អ្នកណាក៏ដឹងតែគាត់ប្រើសម្ដីដែលល្អជេរគេជេរឯងអញ្ចឹងណាអានោះវាជាទម្លាប់របស់គាត់ទៅហើយប៉ុន្តែបួសទៅប្រហែលថ្ងៃសឹកមកជេរគេទៀតអានេះទៅខូចឈ្មោះទឹកគេអើយបងហ្នឹងហើយជាប់ឈ្មោះទឹកគេដែរហ្នឹងហើយពេលអញ្ចឹងវាអត់ល្អណាចឹងបានថាអ្នកដែលគេចេះគិតដែរញោមគេខ្លាចជាពិសេសកិត្តិយសគេឈ្មោះគេនឹងគេមិនអោយស្អុយមិនអោយអ្នកដតីនឹងមកមាក់ងាយមើលមកថាជាមនុស្សមិនល្អទេហើយគេព្យាយាមថែរក្សាណាគេឈ្មោះកិត្តិយសនឹងឲ្យបានល្អមិនអោយស្អុយឈ្មោះមិនអោយខូចឈ្មោះទេហ្នឹងគេខ្លាចបាត់បង់គេឈ្មោះកិត្តិយសមនុស្សប្រុសសំខាន់ណាស់ព្រោះគេឈ្មោះកិត្តិយសកាលណាមានហើយគឺថាល្អប្រសើរក្រុមគ្រួសារហ្នឹងក៏រីកមុខរីកមាត់ជួយយោងភរិយាតែប៉ុន្តែបើសិនជាយើងនៅវាមិនខ្វល់ពីគេឈ្មោះកិត្តិយសមកមាត់ហើយស្អីក៏ស្អីទៅអានឹងចាប់ហើយភរិយា
ស្វាមីអីខ្លះចឹងវាបានគ្នាជាប្តីប្រពន្ធទៅក៏តែស្វាមីហ្នឹងឯងអ្នកយោងគ្រួសារបកគោលគ្រួសារឲ្យគ្រួសារហ្នឹងខ្ពស់មុខខ្ពស់មាត់មានគេឈ្មោះកិត្តិយសអីចឹងទៅប៉ុន្តែបើបកគោលគ្រួសារហ្នឹងគាត់អត់ព្យាយាមយោងគ្រួសារហ្នឹងឲ្យវាបានខ្ពស់មុខខ្ពស់មាត់គាត់ប្រឹងទៅចូលទៀមស្រាគាត់ប្រឹងទៅផឹកស៊ីគាត់ប្រឹងទៅបៀប្រឹងទៅលបែងសុទ្ធតែគ្រួសារហ្នឹងវារីកចម្រើនខ្ពស់មុខខ្ពស់មាត់ទៅបានដោយរបៀបណាមែនទេមានតែប្រទៀបប្រថោកអន់ថយទៅវិញទេអញ្ចឹងបានថាសំខាន់ណាស់ក្រុមគ្រួសារបើកាលណាស្វាមីនឹងគាត់មិនព្យាយាមយត់យោងឲ្យបានល្អប្រសើរទេគឺធ្វើវាធ្លាក់ចុះទៅដីអញ្ចឹងតលតែយើងវាខ្នះខ្នែងជួយជ្រុំជ្រែងគ្នាអញ្ចឹងទៅកុំគិតថាមិនខ្វល់គិតតែផឹកស៊ីលេងល្បែងស៊ីសងអីហ្នឹងសុទ្ធតែតើគេឈ្មោះកិត្តិយសជាងនោះវានៅឯណាហើយណាមិត្តភាពជឿថាគ្រប់គ្នាទាំងអស់អ្នកដែលចង់បានប្តីអ្នកដែលចង់បានប្រពន្ធហ្នឹងគោលបំណងចង់ឲ្យគ្រួសារពូជពងវងតកូលហ្នឹងជាវងតកូលដែលខ្ពស់មុខខ្ពស់មាត់មានគេឈ្មោះកិត្តិយសល្អអ្នកផងទាំងឡាយមើលមកគេកោតស្ញប់ឆ្ងាយគេទៅសើគេខ្លោបខ្លាចដូចថាជាគ្រួសារមួយដែលល្អណាប្រឹងប្រែងការងាររកស៊ីនោះក៏ប្រឹងណារហូតដល់តែមានបានមានឋានៈមានតួនាទីអីចឹងទៅអាហ្នឹងគេកោតទៅសើគេស្ងប់ឆ្ងាយហើយយើងនោះក៏វាមានមោទនភាពសម្រាប់ខ្លួនឯងដែរតែប៉ុន្តែបើសិនជាយើងបានគ្នាជាប្តីប្រពន្ធប៉ុន្តែវាអត់ប្រឹងធ្វើឲ្យគ្រួសារនឹងវារីកចម្រើនណាខ្ញុំអត់ប្រឹងធ្វើឲ្យគ្រួសារនឹងវាអន់ថយដុនដាបទៅវិញអត់ប្រឹងការងារអីទេដេកទៅផ្ទះលេងទៅល្បែងផឹកទៅស៊ីច្រៀងការ៉ាអូខេហោហែអញ្ចឹងទៅខ្ញុំមែនទេអត់ខ្ពស់មុខខ្ពស់មាត់កើតទេក្រុមគ្រួសារហ្នឹងនោះមានតែធ្វើឲ្យអន់ថយសុទ្ធតែឯណាទៅដែលជាគោលបំណងរបស់យើងដែលគិតថាចាប់ដៃគ្នាទៅនឹងវាបានខ្ពស់មុខខ្ពស់មាត់រីកចម្រើនឯណាទៅគោលបំណងវត្ថុបំណងរបស់យើងនោះតែវាអត់មានអត់ឃើញទេសំណួរសុទ្ធថាមកពីមូលហេតុអីមកពីយើងជាបកគោលគ្រួសារអត់ប្រឹងអត់តស៊ូខ្ជិលអីចឹងទៅនឹងវាចឹងលទ្ធផលដែលទទួលបានហ្នឹងគឺអញ្ចឹងមិនមែនគ្រាន់តែយើងដេកសម័យឃើញខ្សែភាពយន្តអីគេផ្អែមល្ហែមអីមានក្តីសុខអីទៅយើងគិតថាចង់បានប្តីចង់បានប្រពន្ធទៅធ្វើឲ្យដូចគេវាមិនដូចទេខ្ញុំសេចក្តីសុខក្នុងគ្រួសារវាមានកត្តាពីរសំខាន់ទីមួយនឹងការស្រឡាញ់គ្នាយកចិត្តទុកដាក់ទៅកាន់គ្នាហ្នឹងវាជាសេចក្តីសុខមួយផ្នែកទៅហើយប៉ុន្តែកត្តាមួយទៀតដែលសំខាន់គឺរឿងលុយកាក់ហ្នឹងឯងបើសិនជាគ្មានរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកចាយវាហ្នឹងក៏មិនគ្រប់គ្រាន់ជួនកាលរកក្តីសុខឲ្យខ្លួនឯងឃើញតែណារកក្តីសុខឲ្យខ្លួនឯងមិនឃើញទេ